ដែលយើងរលាកក្រពះពោះវៀនរ៉ាំរ៉ៃគឺយើងអាចនឹងរលាកដោយសារមូលហេតុជាច្រើនហើយខ្ញុំសង្កេតឃើញថាមូលហេតុដែលយើងមើលមិនដល់គឺមានពេលខ្លះគាត់មានមេរោគ Epstein-Barr virus Cytomegalovirus ដែលផ្ទុកនៅនឹងចំមុះបំពង់កឯណាយណីនោះហើយជួនកាលទៀតគាត់មានមេរោគ herpes simplex ដែលធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយជួនកាលទៀតគាត់អាឡែស៊ីជាមួយនឹងចំណីអាហារដែលញ៉ាំចំណីអាហារទៅបង្កឲ្យសឹករិចរិលក្រពះពោះវៀនមានពេលខ្លះចំណីអាហារដែលគាត់អាឡែស៊ីនោះគឺមិនមែនជាចំណីអាហារអាក្រក់ហើយក៏មិនមែនជាចំណីអាហារមានជាតិគីមីទៀតមានមនុស្សខ្លះគាត់អាចនឹងអាឡែស៊ីជាមួយក្រូចថ្លុងយ៉ាងសាមញ្ញបំផុតអ្នកខ្លះទៀតអាឡែស៊ីជាមួយនឹងបាយអ្នកខ្លះទៀតជាមួយនឹងសាច់ត្រីហើយអាឡែស៊ីនោះមិនបានធ្វើឲ្យយើងចេញកទួលលំមាស់ទេហើយក៏មិនបានចេញឲ្យយើងផ្ដាសាយដែរហើយមានពេលខ្លះក៏ចេញដែរយូរម្ដងហើយមានពេលខ្លះទៀតផ្ដាសាយរាល់ដងចឹងឲ្យតែញ៉ាំចំវាហើយយើងគិតស្មានថាយើងអាឡែស៊ីរឿងអីមួយដែលនៅក្នុងខ្យល់ដកដង្ហើមប៉ុន្តែការពិតវានៅក្នុងអ្វីដែលយើងញ៉ាំហើយការដែលយើងរលាកក្រពះពោះវៀនខ្លះយើងមើលតែរកមេរោគហើយយើងគិតតែពីសងមេរោគខ្លះគឺយើងរកតាមរបៀបដដែលទៅមើលឈាមទៅមើលលាមករកវាអត់ឃើញទាំងអស់ទេមានពេលខ្លះយើងចាំបាច់រកស៊ីជំរឿជាងនឹងទៀតគឺមានន័យថាយើងត្រូវធ្វើ DNA របស់មេរោគឬមួយក៏យើងត្រូវចិញ្ចឹមមេរោគឬក៏យ៉ាងហោចណាស់យើងរកជាតិគីមីពុលដែលមេរោគផលិតពីព្រោះសប្តាហ៍ថ្ងៃនេះគឺយើងអាចនឹងរកឃើញជាតិគីមីពុលដែលមេរោគផលិតហើយធ្វើឲ្យយើងខ្វះអាហារធ្វើឲ្យយើងរលាកក្រពះពោះវៀនធ្វើឲ្យយើងរលាកខួរក្បាលសន្លាក់ការរលាកខួរក្បាលត្រង់ហ្នឹងខ្ញុំមិនចង់និយាយអំពីការរលាកខួរក្បាលដែលកើតចេញអំពីមេរោគធ្វើឲ្យយើងក្តៅខ្លួនឈឺក្បាលប្រកាច់អីហ្នឹងទេគឺចង់និយាយអំពីការរលាកដែលធ្វើឲ្យយើងឈឺតិចឈឺងុំអស់កម្លាំងរ៉ាំរ៉ៃគេងមិនលក់បាត់ការចងចាំឬក៏យ៉ាងហោចមានការភ្លេចច្រើនខ្ញុំឧទាហរណ៍ដូចជាផ្សិតហ្នឹងបើវានៅក្នុងពោះវៀនវាអាចបញ្ចេញជាតិគីមីមួយគេហៅ acetaldehyde វាជាជាតិគីមីមួយដែលកើតឡើងក្រោយពេលដែលមនុស្សផឹកស្រាហើយបើផឹកច្រើនមែនតើពេលព្រលឹមឡើងគាត់ពិបាកក្នុងខ្លួនមិនគាត់ឈឺក្បាលមិនគឺដោយសារតែជាតិគីមីបំលែងចេញពីស្រាគឺ acetaldehyde ហើយអាផ្សិតហ្នឹងគឺវាផលិតអាជាតិនឹងដែរនៅពេលដែលវាផលិតមនុស្សហ្នឹងមិនបានញ៉ាំស្រាទេប៉ុន្តែមានអារម្មណ៍ដូចគ្នាបីបិទនឹងមនុស្សដែលផឹកស្រាច្រើនពីល្ងាចហើយឈឺក្បាលអស់កម្លាំងចឹងហើយមានពេលខ្លះទៀតវាធ្វើឲ្យយើងហ្នឹងខ្វះជាតិម៉ាញ៉េស្យូមនិង B6 ដោយសារមូលហេតុម៉ាញ៉េស្យូមនិង B6 វាគឺជាសារធាតុដែលយើងប្រើប្រាស់ក្នុងការបំបែកជាតិគីមីមួយហ្នឹងដើម្បីបំបែកវាបានយើងត្រូវប្រើប្រតិកម្មគីមីមួយហើយដែលក្នុងនោះប្រើអង់ស៊ីមហើយអង់ស៊ីមនោះបើអត់មានម៉ាញ៉េស្យូមនិង B6 គ្រប់គ្រាន់ទេគឺវាធ្វើការមិនកើតមានន័យថាបំបែកមិនទាន់ហើយបំបែកយឺតហើយសម្រាប់មនុស្សដែលគាត់ញ៉ាំស្រាបើសិនជាគាត់មានម៉ាញ៉េស្យូមនិង B6 នឹងគ្រប់គ្រាន់គឺទោះជាគាត់ផឹកច្រើនព្រឹកឡើងគាត់មិនឈឺខ្លាំងដូចមនុស្សដែលគាត់ខ្វះម៉ាញ៉េស្យូមនិង B6 ទេដោយសារអ្នកដែលគេមានគ្រប់គ្រាន់គឺគេបំបែកវាបានលឿនតាន់ពេលវេលាហើយព្រឹកឡើងយើងអត់ឈឺអត់មានការរលាកនៅខាងក្នុងធ្វើឲ្យអស់កម្លាំងហើយនឹងឈឺក្បាលដោយដែលយើងអត់មានគ្រប់គ្រាន់ទេហើយជាក់ស្ដែងគេរកឃើញថាមេរោគ H. pylori តាំងពីយូរហើយគឺគេដឹងថាមានអីពាក់ព័ន្ធជាមួយនឹងមហារីកកាពះដំបៅកាពះចំហកកាពះជាដើមប៉ុន្តែមានតែ 1% នៃចំនួនមនុស្សដែលកើតមហារីកគេឆ្ងល់ថាហេតុអ្វីមនុស្សប្រភេទណាបានតែកើតមហារីកហើយមនុស្សប្រភេទណាអត់កើតការសិក្សាស្រាវជ្រាវដ៏ច្រើនហើយបានប្រៀបធៀបមើលឃើញថាគាត់មានមេរោគដទៃទៀតឧទាហរណ៍ថាយើងកំពុងផ្ទុក H. pylori ស្រាប់តែមានផ្ទុក Epstein-Barr virus ឬក៏ Cytomegalovirus ឬមួយក៏មួយក្នុងចំណោម2ឬមួយក៏ទាំងពីរមុខហ្នឹងគឺភាគច្រើនអ្នកដែលកើតមហារីកកាពះគឺគាត់ឬមួយក៏មាន H. pylori ជាមួយនឹង Epstein-Barr virus ឬមួយក៏មាន H. pylori ជាមួយនឹង Cytomegalovirus ឬមួយក៏មានទាំង3ឬមួយក៏មានទាំងផ្សិតថែមពីលើនឹងមួយទៀតតែគឺគេមិនដឹងថាហេតុអ្វីបានមេរោគទាំង3ទាំង4នឹងនៅជាមួយគ្នាស្រាប់តែកើតមហារីកទេប៉ុន្តែសម្រាប់អ្នកដែលកើតមហារីកហើយគឺភាគច្រើនគាត់មាននៅជាមួយគ្នាទាំង3ទាំង4មុខហ្នឹងមួយទៀតមនុស្សខ្លះរកមើលអត់មាន H. pylori ទេប៉ុន្តែក៏រលាកក្រពះពោះវៀនរ៉ាំរ៉ៃដែរហើយគេរកឃើញថាមាន Cytomegalovirus នៅក្នុងក្រពះដែលធ្វើឲ្យមានវិបត្តិរំលាយអាហារនិងធ្វើឲ្យរលាកក្រពះហើយក៏ធ្វើឲ្យខ្សោយថ្លើមនិងមានបញ្ហាលើប្រព័ន្ធបញ្ចេញទឹកប្រមាត់ហើយនឹងថង់ទឹកប្រមាត់ផងដែរអញ្ចឹងសរុបសេចក្តីព័ត៌មានដែលខ្ញុំចង់ប្រាប់ថ្ងៃនេះគឺថាដើម្បីរកុំឲ្យយើងកើតការរលាកក្រពះពោះវៀនរ៉ាំរ៉ៃគឺយើងមិនមែនគ្រាន់តែរកមេរោគធម្មតាដែលបង្កឲ្យមានការរលាកទេ
គឺយើងត្រូវមើលមេរោគដែលនៅពីក្រោយខ្នង Cytomegalovirus Epstein-Barr virus Candida albicans ឬក៏ Candida species ផ្សេងទៀតឬក៏ប្រភេទផ្សិតផ្សេងទៀតដែលមិនមែនជា Candida ត្រូវរក allergy នឹងអាហារហើយត្រូវមើលនៅការចំអិនមានមនុស្សខ្លះគឺរលាកដោយសារតែរបៀបនៃការចំអិនឲ្យតែញ៉ាំរបស់បែបហ្នឹងគឺគាត់ធ្វើទុកហើយមានមនុស្សខ្លះទៀតដែលខ្ញុំធ្លាប់ឃើញពេលដែលគាត់ឈឺកាពះរ៉ាំរ៉ៃគាត់លែងហ៊ានហូបអីគាត់ហូបតែត្រីងៀតអាំងត្រីងៀតចៀនហើយធ្វើម៉េចក៏មិនជាគាត់ថាហូបអាហ្នឹងមកអំពីគាត់អាលៀកកាពះមិនហ៊ានហូបអីផ្សេងទៀតខ្លាចវាអាលៀកកាន់តែខ្លាំងបញ្ហាមួយដែលវាបង្កគឺអាត្រីងៀតអាំងវាទុក5ថ្ងៃក៏គិតថាត្រីងៀតនឹងវាមិនខូចក៏ប៉ុន្តែវាដុសផ្សិតវាផលិតជាតិគីមីចូលទៅក្នុងត្រីងៀតនឹងហើយមួយទៀតត្រីងៀតនឹងមានសាច់មានឈាមឯណាយកទៅចិញ្ចឹមគាត់ឲ្យគាត់មានកម្លាំងហើយត្រីងៀតនឹងវាបង្កឲ្យមនុស្សកើតទឹកនោមផ្អែមច្រើនណាស់មូលហេតុមកពីញ៉ាំបាយច្រើនញ៉ាំដូចគេច្រកខញ៉ាំមិនងាយឆ្អែតទេញ៉ាំបាយជាមួយត្រីងៀតគឺមិនងាយឆ្អែតហើយមនុស្សខ្លះមានអាឡុកទុំនិងស្វាយទុំទៅជាមួយទៀតលោកស្រីវិជ្ជបណ្ឌិតដោយសារលោកស្រីវិជ្ជបណ្ឌិតមានប្រសាសន៍ផ្ដល់នៅចំណេះដឹងដោយលោកស្រីវិជ្ជបណ្ឌិតបានមានប្រសាសន៍ថាបញ្ហារលាកក្រពះពោះវៀនយើងគួរតែរករកដើម្បីឲ្យដឹងច្បាស់ថាការរលាកក្រពះពោះវៀននឹងគឺបណ្ដាលមកអំពីមូលហេតុជាច្រើនដោយបានមានប្រសាសន៍ពីខាងដើមប៉ុន្តែដោយឡែកពីនេះនឹងខ្ញុំចង់ជម្រាបសួរទាក់ទងនឹងជំងឺគ្រុនឈាមដែលគេថាអាចរលាកក្រពះពោះវៀននោះយ៉ាងម៉េចទៅវិញលោកស្រីវិជ្ជបណ្ឌិតជំងឺគ្រុនឈាមវាជា acute viral infection ហើយជាទូទៅជំងឺគ្រុនឈាមហ្នឹងវាមានពីរវគ្គទី1ហ្នឹងគឺយើងក្តៅខ្លួនខ្លាំងឈឺក្បាលខ្លាំងអស់កម្លាំងហត់ឡាយខ្លាំងចឹងប៉ុន្តែពេលដែលយើងជាហើយវគ្គទី2គឺយើងរលាកក្រពះពោះវៀនមានការរាករូសអីតិចតួចតែវាបាត់វិញក្នុងរយៈពេល1អាទិត្យហើយបើសិនថាវានៅមិនទាន់បាត់គឺនៅពេលដែលយើងគ្រុនឈាមគឺវាធ្លាក់ប្រព័ន្ធការពាររាងកាយអញ្ចឹងហើយវាធ្វើឲ្យអាផ្សិតនឹងឆ្លៀតឱកាសនឹងដុសបានច្រើនអញ្ចឹងផលិតជាតិគីមីក៏ច្រើនដែរហើយមេរោគដទៃទៀតឧទាហរណ៍ថា E. coli មានច្រើនពូជណាស់ពូជខ្លះគឺផលិត toxin មក Clostridium ខ្លះមិនផលិត toxin នៅពេលដែលយើងប្រព័ន្ធការពាររាងកាយធ្លាក់ចុះមានការញ៉ាំថ្នាំផ្សះថែមទៀតព្រោះមានពេលខ្លះមានមេរោគដទៃទៀតនៅជាមួយគ្រុនឈាមហ្នឹងគេដាក់ថ្នាំផ្សះថែមឧទាហរណ៍ថាយើងគ្រុនពោះវៀនក្នុងពេលតែមួយអញ្ចឹងនៅពេលដែលយើងដាក់ថ្នាំផ្សះគឺអា Clostridium ខ្លះវាមាន DNA ពិសេសដែលវាអាចផលិត toxin A និង toxin B ហើយអញ្ចឹងទៅអា toxin នឹងវាចេញមកមានមេរោគ 4-5 មុខឈរផលិត toxin ឲ្យយើងអញ្ចឹងទៅវាធ្វើឲ្យពោះវៀនយើងហ្នឹងវាហើមឆ្អល់វាខ្សោយវាអស់កម្លាំងវាធ្វើឲ្យផ្លូវចិត្តរបស់យើងហ្នឹង toxic រហូតមួម៉ៅរហូតបាត់ការអត់ធ្មត់បាត់ការប្រឹងប្រែងការតស៊ូការព្យាយាមបាត់ទាំងសង្ឃឹមហើយមានពេលខ្លះទៀតបាត់ទាំងគោលដៅជីវិតទៀតក៏មានដែរអញ្ចឹងបើសិនជាយើងមានអាការៈនឹងកើតឡើងគឺយើងគួរតែឆែករកទាំងអស់ថាតើមានអ្វីមួយឆ្លៀតឱកាសឆក់ឱកាសនៅពេលដែលយើងកំពុងគ្រុនឈាមហើយប្រព័ន្ធការពាររាងកាយនឹងធ្លាក់ចុះដែរហើយបើយើងអត់មើលមានមនុស្សខ្លះក្រៅពីអាការៈដែលខ្ញុំរាប់មិញហ្នឹងគឺមានពេលខ្លះមនុស្សខ្លះធាត់ទៅប៉ោងទៅដោយសារមេរោគផលិត toxin យ៉ាងតែអា toxin ពេលផលិតបាន toxin គឺរាងកាយរបស់យើងយកទឹកទៅបន្សាប toxin ហើយយកទៅទុកនៅក្នុងកោសិកានីមួយៗជាពិសេសកោសិកាខ្លាញ់អញ្ចឹងកោសិកាខ្លាញ់ផ្ទុកទឹកនិងគីមីហើយនឹងខ្លាញ់ដូចយើងឲ្យប៉ងជប់អាសារធាតុគីមីដែលមេរោគផលិតចេញពីពោះវៀនមកអញ្ចឹងហើយដល់ពេលអញ្ចឹងទៅពីមួយឆ្នាំទៅមួយឆ្នាំគិតទៅពីធាត់ទៅហើយកោសិកាខ្លាញ់តាមធម្មតាវាចេះបំបែកខ្លួនឧទាហរណ៍ថាកោសិកាខ្លាញ់មេហ្នឹងវាពេញហើយអញ្ចឹងវាបង្កើតមួយទៀតនៅក្បែរហ្នឹងអញ្ចឹងពេញហើយកើតមួយទៀតពេញហើយកើតមួយទៀតអញ្ចឹងយូរទៅមានមនុស្សខ្លះធ្លាប់ឃើញទម្ងន់80គីឡូ100គីឡូហើយអ្នកខ្លះទៀតក៏ទម្ងន់បែបហ្នឹងដែរប៉ុន្តែគាត់អត់បានគ្រុនឈាមទេប៉ុន្តែគាត់មានមេរោគដែលផលិត toxin ដែលគាត់ខ្សោយដោយប្រការណាមួយហើយស្រាប់តែគាត់មានមេរោគផលិត toxin ច្រើនមុខហើយផលិតកាន់តែច្រើនទៅអញ្ចឹងក៏ធ្វើឲ្យគាត់ធាត់ដែរហើយជាទូទៅឃើញសរីរាង្គរបស់គាត់ខូចខាតមានក្មេងស្រីខ្លះអញ្ចឹងទៅក៏ខូចដៃស្បូនណាខូចមកខាងហើយខូចមកខាងទៀតក្មេងស្រីខ្លះទៅក៏ខ្លាញ់ញប់ថ្លើមក្មេងស្រីខ្លះទៅក៏ខ្សោយតម្រងនោមអ្នកខ្លះទៀតក៏ខ្សោយប្រាជ្ញាខ្សោយខួរក្បាលអីអញ្ចឹងហើយវាមិនអាស្រ័យថាកាលពីទូចគាត់ធាត់ឬស្គមកាលពីទូចគាត់ឆ្លាតឬល្ងងអញ្ចឹងឲ្យតែមានអាពួក toxin ហ្នឹងមកគឺវាធ្វើឲ្យយើងមានការប្រែប្រួលផ្លាស់ប្ដូរទិសដៅដូចខ្ញុំនិយាយអញ្ចឹងមានពេលខ្លះផ្លាស់ប្ដូរទាំងគោលដៅជីវិតរបស់ខ្លួនទៀតតែក៏ខ្ញុំធ្លាប់ឃើញមានមនុស្សខ្លះដែលកាលពីមុន
គាត់សុខភាពអត់ល្អគាត់ទន់ខ្សោយគាត់អត់ញ៉ាំគាត់ធ្វើកីឡាអត់កើតហាត់ប្រាណអត់កើតប៉ុន្តែនៅពេលដែលគាត់បានរកឃើញមេរោគដែលផលិតជាតិគីមីគឺផលិត toxin ហើយយើងបានសម្អាតទាំង toxin យើងសម្អាតទាំងមេរោគដែលផលិត toxin ក៏ឃើញពួកគេឆ្លាតវាងវៃហើយគេឈប់ធាត់គេឈប់ដុសក្បាលពោះហើយគេក៏មានគោលដៅនៃជីវិតល្អជាងមុនហើយបើសិនជាក្នុងករណីខ្លះវាលាប់នៅពេលវាលាប់គឺយើងប្រើថ្នាំឡើងវិញមានពេលខ្លះប្រើអត់ត្រូវអញ្ចឹងយើងឆែកមើលម្ដងទៀតថាតើមាន DNA របស់មេរោគដែលផលិត toxin ដែរទេហើយវាជាប្រភេទមេរោគអីព្រោះមានពេលខ្លះយើងឆ្លងថ្មីឆ្លងចេញពីអ្វីដែលយើងញ៉ាំហើយក៏មានមនុស្សខ្លះទៀតឲ្យតែនិយាយថាវាជាជំងឺដែលឆ្លងតាមដៃកខ្វក់អាហារកខ្វក់ទឹកកខ្វក់គឺបដិសេធជានិច្ចថាខ្លួនស្អាតណាស់តែបើសិនជាយើងអូឌីតមើលអ្នកដែលថាខ្លួនស្អាតណាស់តាំងប្រមាណហ្នឹងមិនដឹងថាអ្វីទៅថាស្អាតតែមានមនុស្សខ្លះទៀតគាត់ស្អាតដែរដោយគាត់ថាអញ្ចឹងក៏ប៉ុន្តែភាពចៃដន្យវានៅតែមានព្រោះវាមិនអាស្រ័យនៅលើគាត់ម្នាក់ឯងទេហើយបើយើងឧទាហរណ៍សំបីតែនៅប្រទេសអាមេរិកថាស្អាតប៉ុណ្ណឹងនៅសិង្ហបុរីថាស្អាតប៉ុណ្ណឹងនៅតែមានមនុស្សកើតព្រូនសត្វល្អិតផ្សិតតេញ៉ាមកកណោហើយចូលទៅរំប្រទេសយើងណាហើយមានពេលខ្លះកើតទៅលើមនុស្សដែលគាត់ធ្វើការនៅក្នុង labo ដែលគាត់យល់អំពីប្រតិបត្តិការនៃអនាម័យហ្នឹងខ្ពស់ជាងអ្នកណាទាំងអស់ក៏ប៉ុន្តែគាត់ឆ្លងចេញអំពីការងាររបស់គាត់ហើយអញ្ចឹងបានថាវាមិនអាស្រ័យទៅលើទី1ថាយើងស្អាតឬមិនស្អាតហើយទី2បើមានមេរោគចូលហើយគឺកខ្វក់ហើយគ្រាន់តែអ្នកកខ្វក់ឆ្លងតាមវិធីណាគឺក្រខ្វក់ហើយគឺម្ហូបអាហារហ្នឹងក្រខ្វក់ហើយមានមេរោគហើយមានជាតិគីមីរបស់មេរោគចូលទៅហើយព្រោះថាបើសិនជាគ្រូពេទ្យប្រាប់ថាមានមេរោគនេះត្រូវព្យាបាលបែបនេះហើយជាទូទៅត្រូវតែប្រាប់ថាការពារបែបម៉េចដើម្បីកុំឲ្យថ្ងៃក្រោយឆ្លងទៀតគ្រាន់តែយើងប្រាប់ភ្លាមថាគាត់ឆ្លងដោយសារមូលហេតុអាហារហ្នឹងវាមានមេរោគវាក៏ខ្វក់ពេលដែលយើងធ្វើអាហាររៀបចំអាហារហ្នឹងវាដោយយ៉ាងមេរោគហ្នឹងទៅគាត់ថាគាត់ស្អាតហ្នឹងមិនអាចទេឥឡូវហ្នឹងវាអាចបាត់ទៅហើយគឺយើងបានរកឃើញមេរោគហ្នឹងបាត់ទៅហើយដោយខ្ញុំនិយាយមិនអញ្ចឹងបើសិនជាយើងមិនប្រាប់ថាឆ្លងដោយសារមូលហេតុអីទេគឺយើងនឹងមិនដឹងទី1យើងមិនអាចទប់ស្កាត់កុំឲ្យមេរោគដទៃទៀតឆ្លងមកហើយយើងមិនអាចទប់ស្កាត់កុំឲ្យអាមេរោគដែលយើងកំពុងមាននឹងឆ្លងទៅមនុស្សជាទីស្រឡាញ់នៅក្បែរខ្លួនរបស់យើងអញ្ចឹងហើយនៅពេលដែលមានមេរោគឆ្លងមួយហើយយើងត្រូវតែផ្ដោតអារម្មណ៍ទៅរកដំណោះស្រាយណាមិនមែនរវល់តែខឹងគ្រូពេទ្យអន់ចិត្តថាខ្ញុំស្អាតប៉ុណ្ណឹងហើយនៅថាខ្ញុំក៏ខិចទៀតខ្ញុំអត់ដឹងទេអាហ្នឹងខ្ញុំអត់ដឹងថាឲ្យឆ្លើយជាមួយគាត់ថាម៉េចទេហើយបើយើងគិតមើលទៅឥឡូវយើងឧទាហរណ៍ថាមេរោគ H pylori នៅពេលដែលយើងចង់រកមេរោគ H pylori គឺគេឲ្យយើងធ្វើអីទី1គេឲ្យយើងមើលលាមកហើយអាចឲ្យយើងផ្លុំខ្យល់អញ្ចឹងមានន័យថាម៉េចនៅពេលដែលយើងរកឃើញមេរោគ H pylori ទាំងរស់នៅក្នុងលាមករបស់យើងមានន័យថាលាមកហ្នឹងបើសិនជាចូលទៅមាត់អ្នកណាគឺមេរោគហ្នឹងឆ្លងទៅអ្នកហ្នឹងហើយណាអញ្ចឹងយើងឆ្លងតាមណាគឺឆ្លងតាមនឹងឯងបើយើងគិតស្រមៃឲ្យដល់ថាមេរោគហ្នឹងវាចូលមកពីណាណាព្រោះវានៅតែក្នុងលាមកចុះហេតុអីបានជាទៅនៅក្នុងពោះយើងបានគ្រាន់តែថាអញ្ចេះបើសិនជាមេរោគហ្នឹងវាដោយតាមដៃក្រខ្វក់មិនថាដៃយើងមិនថាដៃអ្នកដែលគាត់រៀបចំម្ហូបអាហារឬក៏ក្នុងករណីខ្លះអ្នករៀបចំម្ហូបអាហារហ្នឹងដៃមិនក្រខ្វក់ទេតែមាត់ក្រខ្វក់ហើយពេលកំពុងរៀបចំអាហារនិយាយឲ្យខ្ទាតទឹកមាត់ទាំងដុំចូលទៅលើម្ហូបអាហារហ្នឹងអញ្ចឹងក៏អាចឆ្លងដែរហើយអញ្ចឹង H pylori ហ្នឹងពេលដែលចូលទៅក្នុងមាត់មនុស្សម្នាក់បើសិនជាម្នាក់ហ្នឹងមានអាស៊ីតក្លូរីដ្រិក pH ខ្ពស់មាន2ទៅ4នេះអញ្ចឹងគឺមេរោគហ្នឹងវាងាប់នៅក្នុងទឹកអាស៊ីតកាពះអស់ហើយវាអត់អាចចម្លងឲ្យរស់រានមានជីវិតកាត់កូនកាត់ចៅនៅក្នុងជញ្ជាំងក្រពះហើយក៏វាមិនអាចខួងជញ្ជាំងក្រពះចូលទៅនៅខាងក្នុងនឹងដែរជាទូទៅវាគឺជាមេរោគមួយដែលដូចយើងខួងដបស្រាអញ្ចឹងរូបរាងវាអាប្រដាប់ខួងដបស្រាក្រហមអញ្ចឹងអារាងរបស់វាគេហៅ Helicobacter ហ្នឹងគឺរាងអញ្ចឹងឯងអញ្ចឹងវាខួងបានវាខួងជញ្ជាំងកាពះហ្នឹងធ្លុះចូលទៅសំងំនៅខាងក្រោមភ្នាសការពារកាពះហើយអញ្ចឹងបើសិនជាយើងមានអាស៊ីតកាពះខ្លាំងគឺវាធ្វើកិច្ចការនឹងអត់បានទេវាត្រូវស្លាប់ក្នុងទឹកអាស៊ីតហើយពីព្រោះទឹកអាស៊ីតហ្នឹងសូម្បីតែយើងញ៉ាំសាច់គោស្វិតសឹងអីវាឲ្យលួយបាត់ទៅជារូបចូលទៅរំកូនមេរោគទូចយើងគិតមើលអញ្ចឹងមនុស្សដែលងាយឆ្លងមេរោគ H pylori បំផុតគឺមនុស្សដែលមាន pH នៅក្នុងកាពះត្រឹមកម្រិត pH 4ឡើងលើ4 5 4កន្លះអីហ្នឹងគឺងាយនឹងឆ្លងមេរោគ H pylori ណាស់តែបើមានទឹកអាស៊ីតគ្រប់គ្រាន់ pH វានឹងមានត្រឹម2ទៅ3ទៅ4ហ្នឹងគឺយើងកាត់បន្ថយការឆ្លងមេរោគ H pylori អាចបាន 100%
លោកស្រីវិជ្ជបណ្ឌិតមេរោគ H pylori នឹងវាឆ្លងទៅមនុស្សដោយសារតែខ្វះអនាម័យឬក៏ដោយសារមូលហេតុអីដែរលោកស្រីវិជ្ជបណ្ឌិត H pylori អាចឆ្លងទៅមនុស្សគ្រប់វ័យតាំងពីកូនកើតពីពោះម្ដាយរហូតដល់ចាស់ប៉ុន្តែត្រូវមានលក្ខខណ្ឌ2ដើម្បីឲ្យឆ្លងបានគឺត្រូវឲ្យមានមេរោគ H pylori និងមានទឹកអាស៊ីតកាពះនឹងតិចពេកមិនមែនច្រើនពេកឲ្យឈឺទេណាគឺល្មមហើយថាល្មមនឹងទឹកអាស៊ីតកាពះនឹងគឺ pH វា2ទៅ4អាហ្នឹងគឺជា pH ដែលសម្រាប់មេរោគអីក៏បានដែរឧទាហរណ៍យើងញ៉ាំជ្រូកមានចុងកក្នុងសាច់ជ្រូកមានចុងកណាអាចុងកហ្នឹងគឺជាកូនព្រូនដែលរុំទៅដោយថង់សមួយណានៅពេលដែលទឹកអាស៊ីតល្មមគឺវាស៊ីតថង់សហ្នឹងហើយវាអត់មានសមត្ថភាពសម្រាប់អាកូនព្រូនហ្នឹងទេអញ្ចឹងអាកូនតេញ៉ាទូចហ្នឹងគឺវារុកហើយវាធ្លាក់ចូលដល់ក្នុងពោះវៀនទូចហើយវារុកចូលទៅក្នុងសួតណាហើយអញ្ចឹងពេលដែលទៅដល់សួតហើយវាដកដង្ហើមហើយវាក៏ត្រឡប់មកវិញអាចលាកអំពង់កលាកអីម្ដងទៀតអញ្ចឹងហើយក៏អាចរុកទៅកន្លែងផ្សេងដូចជាសាច់ដុំដូចជាភ្នែកដូចជាកន្លែងផ្សេងណាក៏វាអាចនឹងរុកដល់ដែរហើយជាពិសេសពពួកសត្វល្អិតមិនមែនតាតេញ៉ាជ្រូកទេចៃដន្យខ្ញុំឧទាហរណ៍លើតេញ៉ាជ្រូកក៏ពិតឲ្យតែកូនព្រូនមិនថាព្រូនសួតមិនថាព្រូនថ្លើមគឺវារុកបានអញ្ចឹងគ្រប់តែកន្លែងហើយអញ្ចឹងនៅពេលដែលយើងមានទឹកអាស៊ីតតិចពេកគឺគ្រប់ចំនួនសម្រាប់តែរំលាយសម្បករបស់ចុងអង្គហ្នឹងហើយបលែងអាកូនហ្នឹងឲ្យចេញមកណាតែបើសិនជាយើងមានច្រើនគ្រប់ចំនួនខ្ញុំនិយាយអំពី pH 2ទៅ4អញ្ចឹងយើងអាចសម្លាប់វាទាំងមូលពីព្រោះទឹកអាស៊ីតហ្នឹងខ្លាំងណាបើសិនជាយើងយកវាទៅដាក់នៅក្នុងកែវវាហើរទី1ទី2វាដកដង្ហើមចូលទៅយើងលាកខ្លាំងហើយអញ្ចឹងពេលគេពិសោធន៍ជាមួយវាហ្នឹងគេប្រយ័ត្នប្រយែងគេពាក់មុខចិត្តហើយគេដាក់នៅក្នុងឃ្លុបបិទចិត្តលូកតែដៃទៅដើម្បីពិសោធន៍ការខ្ញុំនៅរៀនយកកែបយកទៅទម្លាក់ក្នុងអាស៊ីតហ្នឹងនៅក្នុងប្រអប់កញ្ចក់ដែលយើងលូកតែដៃទៅហើយពេលដែលយើងលូកទៅកស៊ូហ្នឹងរុំជាប់អត់ឲ្យអាស៊ីតហ្នឹងចេញមកក្រៅទេហើយមុខរបស់យើងក៏យើងពាក់ឃ្លុបមុខដែរអញ្ចឹងពេលដាក់អាំងកែបហ្នឹងចូលទៅវាក៏រលួយសាច់កង្កែបហ្នឹងអស់នៅសល់តែឆ្អឹងហើយឆ្អឹងហ្នឹងទន់ទៀតអញ្ចឹងមានន័យថាទឹកអាស៊ីតហ្នឹងវាខ្លាំងមែនហើយយើងគិតមើលទៅបើសិនជាវាច្រាលឬមួយក៏វាមានដំបៅកាពះហ្នឹងអត់មានភ្នាសការពារគឺវាអាចនឹងធ្លាយទៀតមិនមែនគ្រាន់តែដំបៅទេធ្លាយទៀតតែបើកាពះល្អទឹកអាស៊ីតគ្រប់ចំនួនហើយមិនខ្ចីឈឺមិនខ្ចីច្រាលដោយសារអីដោយសារមានភ្នាសការពារភ្នាសហ្នឹងដូចកញ្ចក់កែវអញ្ចឹងមិនអនុញ្ញាតឲ្យជាតិអាស៊ីតហ្នឹងទៅប៉ះលើជញ្ជាំងក្រពះទេហើយពេលដែលវាធ្លាក់ចូលទៅក្នុងពោះវៀនតូចជាទូទៅពេលដែលយើងញ៉ាំគឺអាហារនៅក្នុងកាពះរបស់យើងហ្នឹងក៏លុកចូលគ្នាជាមួយទឹកអាស៊ីតអញ្ចឹងទឹកអាស៊ីតហ្នឹងវាសាបបន្តិចហើយតែពេលក៏លុករួចរាល់អស់ហើយខាងក្រោមគេធ្វើអីនៅក្នុងពោះវៀនតូចគឺផលិតប៊ីកាបូណាតដើម្បីចាំបន្សាបអាស៊ីតអញ្ចឹងពេលដែលផលិតប៊ីកាបូណាតចាំបន្សាបអាស៊ីតរួចរាល់អស់ហើយបានសរសៃប្រសាទយើងបញ្ជាឲ្យយើងបើកទ្វារកាពះផ្នែកខាងក្រោមដើម្បីចាក់អាហារដែលមានអាស៊ីតលាយគ្នាជាមួយនឹងអាហារនឹងចូលទៅក្នុងពោះវៀនតូចហើយអាមួយនោះចាំមិនសាបតែមិនអញ្ចឹងតបៅពោះវៀនតូចគេហៅ duodenal ulcer ហើយអានោះបើសិនជាតបៅព្យាបាលយូរជាងព្យាបាលកាពះទៀតហើយឈឺខ្លាំងជាងយើងឈឺកាពះទៀតហើយជាទូទៅឈឺក្រោយពេលដែលយើងញ៉ាំម្ដុំ2ម៉ោងមិនមែនឈឺពេលពោះទៅទេហើយក៏មិនសូវឈឺពេលដែលយើងអត់ទាន់មានចាក់អាហារពីកាពះចូលទៅក្នុងពោះវៀនតូចហើយអញ្ចឹងទឹកអាស៊ីតហ្នឹងវាសំខាន់សម្រាប់មេរោគមិនមែនសម្រាប់តែមេរោគ H pylori ទេមេរោគអីក៏ដោយដែលចូលទៅក្នុងកាពះពោះវៀនយើងហើយវាសំខាន់មួយទៀតគឺយើងរំលាយអាហារគឺរំលាយអាហារសាច់ហើយអាហារផ្សេងទៀតវាប្រឡាក់ប្រឡូសជាមួយអាស៊ីតអញ្ចឹងកាលណាយើងមានអីប្រឡាក់ប្រឡូសជាមួយអាស៊ីតដូចជាបាយអីយើងមិនអាចរំលាយក្នុងកាពះបានទេប៉ុន្តែពេលដែលប្រឡាក់ប្រឡូសជាមួយអាស៊ីតវាធ្លាក់ទៅក្រោមផ្លែឈើអីអញ្ចឹងដែរពេលធ្លាក់ទៅក្រោមវាជាសញ្ញាប្រាប់ថាឲ្យរំលាយបន្តទៀតណាកាលណាអត់មានអាស៊ីតប្រឡាក់ប្រឡូសគឺអានឹងទុកឲ្យអាលួយឯណាអាអង់ស៊ីមផ្សេងចេញពីលំពែងមកចេញពីពោះវៀនតូចមកចេញពីប្រមាត់មកអីប្រមាត់ហ្នឹងជាទូទៅរំលាយខ្លាញ់ណាហើយអញ្ចឹងទៅនៅពេលដែលអត់មានអាស៊ីតប្រឡូកពកប៉ាក់ដែលគេក៏លុកលាយជាមួយគ្នាពេលដែលអាស៊ីតតិចពេកហើយយើងញ៉ាំបាយច្រើនពេកហើយញ៉ាំទឹកក៏ច្រើនពេកពេលខ្លះញ៉ាំតិចក៏មិនបានតិចពេកក៏មិនបានច្រើនពេកក៏មិនបានអញ្ចឹងវាធ្វើឲ្យអាស៊ីតសាបញ៉ាំច្រើនពេកធ្វើឲ្យយើងរំលាយអាហារនៅក្នុងពោះវៀនតូចអត់បានល្អហើយមួយទៀតនៅពេលដែលយើងមានអាស៊ីតហ្នឹងក៏មានអីភ្ញូចដើម្បីឲ្យទឹកប្រមាត់ចេញមកហើយនឹងដើម្បីឲ្យទឹកលំពែងក៏ចេញមកដែរប្រមាត់និងទឹកលំពែងហ្នឹងវាចាក់ពីសរីរាង្គពីរផ្សេងគ្នាទឹកប្រមាត់ចាក់ពីថ្លើមចូលថង់ទឹកប្រមាត់ហើយចេញពីថង់ទឹកប្រមាត់ចូលក្នុងពោះវៀនតូចចំណែកទឹកលំពែងគឺចេញពីលំពែងមកហើយទាំងពីរនាក់ហ្នឹងជួបគ្នាទៅយោទាំងពីរហ្នឹងជួបគ្នាមុនពេលដល់ពោះវៀនតូចណាជួបគ្នាហើយបានលាយគ្នាចាក់ចូលក្នុងពោះវៀនតូចរួមគ្នាណាទៅយោពីសរីរាង្គពីរផលិតអង់ស៊ីមរំលាយអាហារផ្សេងគ្នា
ប៉ុន្តែចាក់ចូលពោះវៀនតូចតាមទៅយោតែមួយវាជួបគ្នានៅខាងក្រៅពោះវៀនតូចហើយវាក៏ចាក់ចូលក្នុងរន្ធហ្នឹងតែមួយហើយនៅពេលដែលយើងអត់ទឹកប្រមាត់មួយទៀតនៅអត់ទឹកប្រមាត់មួយទៀតអាទឹកប្រមាត់ហ្នឹងវាមានអាស៊ីតប្រមាត់ហើយអាស៊ីតប្រមាត់ហ្នឹងវាក៏ជាអាស៊ីតដែលខ្លាំងដែរបើសិនជាយើងអត់មានអាហារហើយឲ្យវាចាក់មកផ្ដេសផ្ដាស់ហើមពោះវៀនតូចហើយចុកខ្លាំងណាក៏ប៉ុន្តែជាទូទៅវាចាក់មកនៅពេលមុនយើងញ៉ាំបាយអញ្ចឹងមានអីធ្លាប់បានកាពះហើយធ្លាប់ពោះវៀនទៀតអញ្ចឹងវាអត់ហើមទេហើយវាយកធ្វើអីអាស៊ីតហ្នឹងគឺអាចជួយសម្លាប់មេរោគនៅក្នុងពោះវៀនតូចបានកុំឲ្យមេរោគដុះក្នុងពោះវៀនតូចច្រើនពីព្រោះមេរោគដុះក្នុងពោះវៀនតូចច្រើនរំលាយអាហារបានល្អហើយមេរោគហ្នឹងដណ្ដើមអាហារហើយយើងអត់សូវបានអាហារទេហើយពេលដែលវាដណ្ដើមអាហារហើយវាជួអាចជូននោមទៅយើងបានទទួលអាចនោមវាហ្នឹងជ្រាបជាមួយអាហារដែលជ្រាបចូលក្នុងឈាមយើងណាអញ្ចឹងអាហារដែលយើងរំលាយហើយអាហាររលួយជួអាចជូននោមមេរោគអីហ្នឹងវាជ្រាបចូលក្នុងឈាមទៅជាមួយគ្នាចូលក្នុងថ្លើមអញ្ចឹងធ្វើឲ្យខ្លាញ់ញុកថ្លើមធ្វើឲ្យស្ទះថ្លើមធ្វើឲ្យលាកប្រមាត់អីចឹងទៅហូរហែអញ្ចឹងត្រូវការឲ្យមានទឹកប្រមាត់ហ្នឹងក៏គ្រប់គ្រាន់ដែរមួយទៀតបើសិនជាអត់មានទឹកប្រមាត់ហ្នឹងវាសារធាតុមួយពិសេសដែលគេធ្វើឲ្យខ្លាញ់ហ្នឹងคล้ายទៅជាពងទូចដូចស៊ុបនៅក្នុងឆ្នាំងនៅពេលដែលវាត្រជាក់ខ្លាញ់នឹងកកហើយនៅពេលដែលស៊ុបនឹងត្រូវបានគេកម្ដៅគឺខ្លាញ់នឹងរលាយคล้ายទៅជាពងទឹកទូចអណ្ដែតនៅលើនឹងអត់មានឃើញដូចខ្លាញ់កកទេអញ្ចឹងអាទឹកប្រមាត់ហ្នឹងគឺវាធ្វើឲ្យខ្លាញ់នឹងដូចខ្លាញ់ដែលក្នុងឆ្នាំងស៊ុបកំពុងតែបើក100អង្សាអញ្ចឹងណាគឺវាទូចហើយអាហ្នឹងវាស្រួលជ្រាបហើយស្រួលប្រើប្រាស់ហ្នឹងវាមិនកកហើយក៏វាមិនស្ទះអញ្ចឹងនៅពេលដែលទឹកប្រមាត់មិនគ្រប់ក៏មានបញ្ហាដែរច្រើនពេកមានបញ្ហាតិចពេកក៏មានបញ្ហាហើយសិតតែបង្កឲ្យមានការរលាកកាពះនិងរលាកពោះវៀនដោយមិនចាំបាច់យើងមានមេរោគកាពះទេអញ្ចឹងត្រឡប់មកវិញអត់មានមេរោគកាពះមិនមែនមានន័យថាយើងមិនរលាកកាពះទេមេរោគកាពះហ្នឹងខ្ញុំសំដៅដល់មេរោគ H pylori ព្រោះអ្នកខ្លះក៏ថាមិនបាច់រកឲ្យខ្ញុំទេព្រោះខ្ញុំរកគ្រប់ពេទ្យហើយ7 8ដងហើយពេទ្យណាក៏ថាខ្ញុំអត់មានដែរហើយមានពេលខ្លះទៀតឲ្យមកដល់ឲ្យខ្ញុំដល់រកទៅថាអត់មានតែអញ្ចឹងថៃបានកាពះខ្ញុំមកលាកបើសិនជាអត់មានមេរោគហ្នឹងថៃបានខ្ញុំមកលាកអញ្ចឹងខ្ញុំបញ្ជាក់ថាមានមូលហេតុច្រើនណាស់ដែលធ្វើឲ្យយើងរលាកក្រពះរលាកពោះវៀនហើយអាចនឹងរលាកទាំងអស់តាំងពីមាត់រហូតដល់គូតបត់ជើងធំលោកស្រីវិជ្ជបណ្ឌិតចុះចំពោះអ្នកដែលថាវាកាត់ប្រមាត់ឬក៏អត់មានប្រមាត់ហ្នឹងបានទឹកប្រមាត់ហ្នឹងមកពីណាលោកស្រីវិជ្ជបណ្ឌិតមនុស្សដែលអត់មានប្រមាត់មិនមែនមានន័យថាគាត់អត់មានទឹកប្រមាត់ទេពីព្រោះអត់មានប្រមាត់វាគ្រាន់តែជាថង់ទឹកប្រមាត់អ្នកដែលផលិតទឹកប្រមាត់គឺថ្លើមពេលផលិតហើយវាប្រមូលយកទៅចាក់លាក់ទុកស្តុកទុកនៅក្នុងថង់ប្រមាត់ហើយបានដល់ពេលដែលគេត្រូវការវាបានគេបើកទ្វារបង្ហូរអាទឹកប្រមាត់ហ្នឹងឲ្យចូលទៅក្នុងពោះវៀនតូចនៅពេលដែលអាហារធ្លាក់ពីកាពះមកដល់ពោះវៀនតូចហើយគឺវាចាក់ចូលទៅហើយអញ្ចឹងពេលដែលអត់មានប្រមាត់ធ្វើម៉េចពេលអត់មានប្រមាត់អត់មានកន្លែងស្តុកអញ្ចឹងអាទឹកប្រមាត់ហ្នឹងវាហូរចូលទៅរហូតអញ្ចឹងជាហេតុធ្វើឲ្យអ្នកដែលគាត់កាត់ប្រមាត់ហ្នឹងពេលដែលគាត់ញ៉ាំខ្លាញ់ច្រើនអត់សុខភាពល្អទេពីព្រោះនៅពេលដែលគាត់ញ៉ាំច្រើននៅក្នុងពេលបាយហ្នឹងគឺអាចនឹងគាត់មិនមានទឹកប្រមាត់គ្រប់គ្រាន់ដើម្បីយកទៅធ្វើអាខ្លាញ់ហ្នឹងឲ្យវារលាយទៅជាកូនដុំទូចដូចខ្លាញ់ក្តៅវានឹងកកដូចខ្លាញ់ត្រជាក់ចឹងហើយមានមនុស្សខ្លះទៀតគាត់ឧស្សាហ៍រៀកណាស់ដោយសារមូលហេតុអីនៅពេលទឹកប្រមាត់ជាទូទៅធ្វើឲ្យមនុស្សជុះដែរទូនីតិមួយហ្នឹងគឺធ្វើឲ្យមនុស្សហ្នឹងមានការបញ្ជាឲ្យជុះអូខេហើយដល់ពេលគាត់អត់មានប្រមាត់មានពេលខ្លះអាថ្លើមហ្នឹងចាក់អាទឹកប្រមាត់ហ្នឹងចូលក្នុងពោះវៀនរហូតពេលចាក់ច្រើនពេកយើងឈឺពោះជុះដែរហើយការពិតពេលដែលយើងសួរថាហេតុអ្វីបានអត់មានប្រមាត់គឺមកពីយើងកាត់វាចោលហើយសួរថៃបានប្រមាត់នឹងត្រូវកាត់ចោលអ្នកខ្លះថាមកពីវាមានគ្រោះអ្នកខ្លះទៀតថាអូយវារលាកវាហើមវាចុកហើយអញ្ចឹងសួរថៃបានរលាកហើមចុកហើយថៃបានមានគ្រោះអានោះមកពីយើងមានជាតិគីមីពុលច្រើនពេកចូលតាមចំណីអាហារមានសំណល់គីមីច្រើនមេរោគច្រើនគឺសំណល់គីមីច្រើនហើយអាហារខ្លះទៀតដូចជៀនបំពងអីក៏វាសំណល់គីមីរបស់វាច្រើនដែរហើយអញ្ចឹងពេលដែលវាជ្រាបចេញពីពោះវៀនចូលថ្លើមទាំងអស់អ្នកណាក៏ដោយឲ្យតែញ៉ាំអីចូលទៅគឺវាជ្រាបចូលទៅក្នុងថ្លើមទាំងអស់ចេញពីពោះវៀនចូលថ្លើមទាំងអស់ហើយអញ្ចឹងថ្លើមនឹងវាច្រោះថាអូខេអារបស់ល្អនេះខ្ញុំឲ្យអ្នកឯងទៅបេះដូងខ្ញុំបញ្ជូនទៅបេះដូងហើយរបស់ដែលអាក្រក់នេះអ្នកឯងចេញទៅក្នុងពោះវៀនវិញតែមុននឹងចេញទៅត្រូវផ្ញើទុកក្នុងថង់ទឹកប្រមាត់សិនតដល់ពេលគេប្រើទឹកប្រមាត់បានផ្លូវទឹកប្រមាត់ហ្នឹងគេបង្ហូរចេញទៅពីព្រោះបង្ហូរផ្ដេសផ្ដាស់វារលាកពោះវៀនតូចអញ្ចឹងវាបង្ហូរបាននៅពេលដែលយើងត្រូវការប្រើប្រាស់ពេលយើងញ៉ាំអាហារណោះអូខេអញ្ចឹងនៅពេលដែលយើងមានជាតិគីមីពុលច្រើនយកទៅលាក់ទុកនៅក្នុងថង់ហ្នឹងវាអាចនឹងហើមវាអាចនឹងរលាកហើយមានពេលខ្លះវាកើតគ្រោះហើយសួរថៃបានកើតគ្រោះ
ពេលដែលយើងទៅមើលអាជាតិគីមីខ្លះវាទៅទាំងដុលច្រើនពេកហើយដើម្បីកុំឲ្យអាគីមីនឹងវាកក់ទៅជាថ្មគឺត្រូវមើលកូលេស្តេរ៉ុលជាមួយនឹងកូលីននៅពេលដែលកូលេស្តេរ៉ុលនិងកូលីនវាបាត់លំនឹងអញ្ចឹងវាកូលេស្តេរ៉ុលច្រើនពេកវានឹងកក់คล้ายទៅជាគ្រោះហើយជាតិកូលីនហ្នឹងក៏ពិតវាជាប្រភេទខ្លាញ់កាលហ្នឹងយើងរៀនពីខ្លាញ់ម្ដងហើយរៀនថាមានខ្លាញ់អាស៊ីតដូចត្រីក្លីសេរីដអីខ្លាញ់អាស៊ីតដល់ពេលកូលេស្តេរ៉ុលគឺខ្លាញ់អាល់កុលដល់ពេលកូលីនវាគឺជាខ្លាញ់ប្រភេទមួយផ្សេងទៀតតែវាជារូបមន្តខ្លាញ់ដែរហើយយើងផលិតក្នុងខ្លួនបានបើសិនជាយើងមិនមានវាគ្រប់គ្រាន់ហើយអាប្រភេទហ្នឹងគេយកទៅធ្វើ neurotransmitter ដើម្បីឲ្យយើងមានប្រាជ្ញាវាងវៃរាងកាយយើងរហ័សរហួនហើយយើងអាចបន្សាបជាតិគីមីបានណាអានេះហៅជាតិកូលីនហើយដើម្បីកុំឲ្យយើងកក់ក្នុងប្រមាត់តើតើមានកូលីន10កូលេស្តេរ៉ុល1តែបើសិនជាយើងមិនមែនមានអញ្ចឹងគឺយើងអាចនឹងកើតគ្រោះយើងអាចនឹងកក់ទៅជាគ្រោះហើយអញ្ចឹងមនុស្សខ្លះក៏អត់តន់កើតដែរទោះជាមានគីមីច្រើនក៏គាត់មិនតន់កើតដែរព្រោះគាត់នៅមានកូលីនច្រើនណាហើយមានពេលខ្លះទៀតគាត់ផលិតថែមបាននៅក្នុងថ្លើមហ្នឹងគឺផលិតចេញអំពីអាហារដែលមិនមែនជាកូលីនជាខ្លាញ់ផ្សេងទៀតគឺបំលែងវាឲ្យទៅជាកូលីនបានប៉ុន្តែនៅពេលដែលយើងផលិតកូលីនដោយខ្លួនឯងនៅក្នុងថ្លើមដើម្បីការពារកុំឲ្យយើងគ្រោះក្នុងថង់ប្រមាត់ឬក៏គ្រោះក្នុងផ្លូវទឹកប្រមាត់នៅក្នុងថ្លើមវាពិបាកជាងឆ្ងាយហើយអញ្ចឹងទៅបើស្ទះនៅខាងក្រៅយើងកាត់ប្រមាត់ចោលតែបើស្ទះនៅខាងក្នុងកាត់ថ្លើមចោលមិនកើតអញ្ចឹងហើយវាពិបាកខ្លាំងណាស់អញ្ចឹងរាងកាយរបស់មនុស្សហ្នឹងព្យាយាមប្រឹងផលិតកូលីនឲ្យបានទោះជាយ៉ាងណាក៏ខ្ញុំត្រូវតែផលិតឲ្យបានអញ្ចឹងគេធ្វើម៉េចពេលដែលផលិតកូលីនហ្នឹងអា DNA ដែលបន្សាបជាតិគីមីមួយគឺ MTHFR ដែលមាននៅក្នុងថ្លើមប្រតិបត្តិការសម្រាប់បន្សាបជាតិគីមីដទៃទៀតជួសជុលរាងកាយកុំឲ្យកាំងបេះដូងកុំឲ្យកើតមហារីកឬមួយក៏ stroke ខួរក្បាលឬមួយក៏ភ្លេចអីហ្នឹងគឺអា DNA មួយហ្នឹងគឺរវល់ផលិតកូលីនប្រើម្នាក់ឯងណាប្រព័ន្ធមួយប្រើម្នាក់ឯងដើម្បីផលិតកូលីនហើយប្រព័ន្ធហ្នឹងមិនអាចយកទៅធ្វើអីបានទៀតទេអញ្ចឹងទៅវាប្រឈមនឹងគ្រោះថ្នាក់អញ្ចឹងហើយបានមនុស្សដែលគាត់មានបញ្ហាផ្លូវទឹកប្រមាត់ហ្នឹងគាត់បន្សាបជាតិពុលអត់បានទេគាត់ថាគាត់អត់ប្រមាត់បានគាត់ងាយពុលតែការពិតមកពីគាត់មានជាតិពុលច្រើនពេកហើយបានគាត់កើតអាគ្រោះក្នុងថង់ទឹកប្រមាត់ហ្នឹងណាដោយសារមុននឹងកើតគឺខ្លួនរបស់គាត់ហ្នឹងប្រកាសជាការពារតតេះតតាហើយណាអស់សមត្ថភាពហើយបានកក់ទៅគ្រោះឯងគ្រោះទៅណាមិនអ្នកឯងកាត់ប្រមាត់នឹងចោលទៅណាខ្ញុំជួយមិនក៏លែងបានដែរណាអញ្ចឹងពេលដែលគាត់តតេះតតាផលិតជាតិកូលីនកុំឲ្យកើតគ្រោះហ្នឹងគឺគាត់ប្រើប្រព័ន្ធបន្សាបជាតិពុលមួយម្នាក់ឯងហើយប្រើគេឲ្យជួយអស់មួយកណោទៀតអញ្ចឹងទាំងវងទៅជួយអាប្រព័ន្ធហ្នឹងមួយអញ្ចឹងទៅខាតច្រើនផលិតកូលីនមួយខាតខ្លាំងហើយអាកូលីនហ្នឹងវាមានច្រើននៅក្នុងពងមាន់ក្រហមប៉ុន្តែអាពងមាន់ខ្លះវាមិនមែនពងមាន់ស្រែហើយអាពងមាន់ស្រែខ្លះវាមានសំណល់គីមីហើយដល់ពេលអញ្ចឹងអាពងមាន់ខ្លះទៀតគឺពងមាន់គេចិញ្ចឹមដោយអុកម៉ូនមាន់ញីណាហើយដល់ពេលអញ្ចឹងវាអត់មានគុណភាពហើយពេលញ៉ាំទៅវាឡើងតែខ្លាញ់អាក្រក់អញ្ចឹងដុកទ័រខ្លះកុំញ៉ាំថាមិនឲ្យញ៉ាំណាប៉ុន្តែបើសិនជាយើងមានពងមាន់ល្អយើងញ៉ាំទៅហើយញ៉ាំពេលព្រលឹមហើយដើម្បីឲ្យអាកូលីននៅក្នុងពងនឹងយកទៅប្រើប្រាស់បានតតែពងនឹងកុំឲ្យវាឆ្អិនតែក៏មិនមែនឆៅដែរព្រោះឆៅឆ្លងមេរោគអាក្រក់ក្រៃណាអាចគ្រោះថ្នាក់ដល់ជីវិតភ្លាមក៏មានដែរនៅពេលដែលពងមាន់ក៏កិច្ចផ្ទុកមេរោគណាឬក៏យ៉ាងហើយចូលពេទ្យបន្ទាន់អីដោយសាររាកចុកក្អួតអីក៏អញ្ចឹងទៅណាអញ្ចឹងយើងត្រូវធ្វើយ៉ាងណាយើងស្ងោរវាបន្តិចទៅ3នាទីទៅតាមពងមាន់របស់យើងថាវាធំឬក៏វាតូចហើយយើងចង់បានជាប់នៅប៉ុណ្ណាជាទូទៅ3នាទីកន្លះទៅ4នាទីហើយរបៀបស្ងោរបើសិនជាយើងចង់ស្ងោរឲ្យត្រូវហ្មងទាញពងមាន់ចេញពីទូទឹកកកទុកឲ្យវាកុំឲ្យត្រជាក់ពេកតែអញ្ចឹងយើងស្មាននាទីអត់ត្រូវទេទុកប្រហែលជា20នាទីចាំស្ងោរហើយពេលស្ងោរត្រូវដាំទឹកឲ្យពុះទុកជាមុនមិនមែនយកពងមាន់ទៅដាក់ក្នុងទឹកហើយដាំទឹកឲ្យពុះទៅជាមួយគ្នាទេណាពេលដែលទឹកពុះហើយដាក់ពងមាន់ថ្នមយើងយកវែកដួសដាក់ចូលទៅក្នុងឆ្នាំងហ្នឹងកុំទម្លាក់វាព្រោះវាបែកស្ងោរលែងឆ្ងាញ់ហើយវាខូចគុណភាពវាធ្វើឲ្យយើងបាត់បង់ជាតិកូលីនហ្នឹងហើយវាអាចនឹងជាតិខ្លតោងជាមួយនឹងពងមាន់អញ្ចឹងវាធ្វើឲ្យយើងពុលធ្វើឲ្យយើងខូចថ្លើមអញ្ចឹងកុំឲ្យវាបែកហើយយើងរាប់នាទីទៅបើយើងចង់បានជាប់នៅពងមាន់តូច3នាទីកន្លះទៅ4នាទីណាតែចាប់ពី5នាទីឡើងអាពងក្រហមហ្នឹងវាឆ្អិនហើយពេលដែលយើងស្ងោរយើងកុំបើកឲ្យវាពុះខ្លាំងតែកាលណាវាពុះខ្លាំងគឺវាទៅកិច្ចគ្នាឬក៏វាទៅកិច្ចជាមួយឆ្នាំងហ្នឹងបែកដូចគ្នាហើយក្របតែអត់ក្របអត់មានសម្ពាធគ្រប់គ្រាន់វាស់នាទីក៏ខុសដែរលោកស្រីជាមនិតក្រៅពីពងមាន់ហ្នឹងកូលីនមានថ្នាំទេចាមានថ្នាំកូលីនដែលល្អជាងគេយកទៅពង្រាវវាបានពង្រាវអាទឹកប្រមាត់ឲ្យវាហូរមកកុំឲ្យវាស្ទះកុំឲ្យវារអាក់រអួលឬក៏កើតគ្រោះគឺ choline citrate ញ៉ាំទៅរៀងជូរបន្តិចអញ្ចឹងទៅវាជ្រាបចូលយកទៅប្រើបានហើយ choline citrate ហ្នឹងទី1វាជ្រាបងាយហើយទី2វាអាចយកទៅប្រើប្រាស់បានច្រើនយ៉ាងមែនតើវាជួយបានទាំងសរសៃប្រសាទទេពីព្រោះជាតិ choline ហ្នឹងវាធ្វើឲ្យសរសៃប្រសាទយើងហ្នឹងមាន neurotransmitter គ្រប់គ្រាន់គេហៅ acetylcholine ណាគឺបញ្ជាពីសរសៃប្រសាទទៅសាច់ដុំហ្នឹងគឺវាមានកន្លែងមួយដែលត្រូវតែបញ្ជាប្រើ acetylcholine ហ្នឹង
បើសិនជាមានមិនគ្រប់គ្រាន់វាស្ទុះវាយឺតឬមួយក៏ធ្វើចលនាខុសដើរជពុកជើងដួលអីចឹងទៅគ្រិចជើងអីចឹងទៅគិតច្រឡំអីចឹងទៅហើយរឿងពងមាន់ណាបើសិនជាយើងអត់ចេះទុកដាក់ពងមាន់ទេមានបញ្ហាច្រើនដោយសារពងមាន់ធម្មតាវាចេញពីគូតមាន់មកហើយអត់មានណាគេលាងទឹកវាទេហើយអ្នកខ្លះហ្នឹងយកមកដល់កាន់ផ្លាប់នៅនឹងដៃយកទៅដាក់ចូលទៅក្នុងទូទឹកកកទៀតហើយអាទូទឹកកកហ្នឹងទៀតក៏មិនដែលលាងហើយមានស្អីនៅក្បែរហ្នឹងខ្ញុំឃើញទូទឹកកកម្នាក់នោះខ្ញុំឃើញគាត់ដាក់ក្បែរថ្នាំណាអាកន្លែងដាក់ពងមាន់ហ្នឹងគាត់ដាក់ថ្នាំហើយពេលគាត់យកថ្នាំមកដល់ទាញអាហ្នឹងមកយកដៃបេះហើយអាដៃដែលគាត់លូកចាប់ហ្នឹងវាបើមានមេរោគនៅហ្នឹងវាដោយនៅដៃហ្នឹងហើយអាថ្នាំហ្នឹងគាត់បលេះដាក់លើបាតដៃហើយគាត់យកទៅញ៉ាំខ្ញុំឃើញព័ត៌មាននៅអាមេរិកច្រើនហ្នឹងណាមាន E. coli មាន Salmonella នៃពេទ្យអស់រាប់រយនាក់ក៏មានមកពេលមកផ្ទុះម្ដងអស់ច្រើនអ្នកណាដោយសារ Salmonella ហើយនិង E. coli នៅលើពងមាន់ពងអីក៏ដោយថ្ងៃមុនឃើញគេញ៉ាំពងដើកហើយយកពងដើកហ្នឹងមកគូឲ្យហត់គ្រូកអត់ដឹងថានៅលើគូដដើកហ្នឹងឬក៏នៅលើសបកពងមាន់ហ្នឹងមានមេរោគអីខ្លះហើយអញ្ចឹងយើងខំញ៉ាំថាជួយសុខភាពប៉ុន្តែវាដោយមេរោគខ្លះគីមីខ្លះចូលទៅវាធ្វើឲ្យសុខភាពយើងកាន់តែទ្រុឌទ្រោម